កំហុសមួយចំនួនដែលអ្នកលេងមានជិះឆៃ Google ថ្មីគាត់តែងតែធ្វើទីមួយពាក់ព័ន្ធជាមួយនឹងការ up level ជាទូទៅគ្នាយើងឲ្យតែមានលុយគ្រប់ពួកគាត់ដឹងតែ up level ឡើយដែលជាមូលហេតុធ្វើឲ្យ level គាត់ឡើងយឺតជាងគេនៅ late game អីដែលណែនាំនោះទោះបីជាអ្នកគ្នាមានលុយគ្រប់ក៏ដោយសុំកុំតន់ up level អីរងចាំរហូតតតែមាន effect ចាំងនៅកន្លែង up level ចាំយើង up ឡើងចឹងហើយយើងនឹងលើស20កាក់ហើយ interest របស់យើងនឹងទទួលបាន4កាក់ថែមរៀងរាល់វគ្គទៀតរឿងទី2គឺពាក់ព័ន្ធជាមួយនឹង setting សំខាន់ចំនួន2ខ្ញុំចង់អ្នកគ្នាចាប់អារម្មណ៍មើល hero របស់ខ្ញុំនៅពេលដែលខ្ញុំបិទ auto deploy អញ្ចឹងហើយ hero របស់ខ្ញុំគឺអត់ load ចូលតាម auto ទេអត់ load ចូលក្តារ auto ទេហើយការធ្វើចាញ់នៅ early ដើម្បីយក hero ផ្កាយ4មក carry ក៏ជារឿងសំខាន់មួយដែរវាដោយការដែលខ្ញុំលេងវិសាណាអញ្ចឹងមកដល់កន្លែងនេះគឺនៅពេលដែលខ្ញុំបើក auto deploy អញ្ចឹងហើយ hero ដែលខ្ញុំដាក់នៅលើក្តារទាំងអស់វាប្រកាសជា load ចូលនៅក្នុងតាម auto សម្រាប់ hero ដែល load ចូលវានឹងធ្វើការរៀបចំ synergy និងទីតាំងរបស់ hero ឲ្យយើងមក set យកហ្មងសម្រាប់ setting ទី2ដែលខ្ញុំចង់ប្រាប់អ្នកគ្នាពាក់ព័ន្ធជាមួយនឹង amount ជាទូទៅគ្នាយើងពេលដែលចូល game មកបើសិនជាយើងបានកំណត់ទេពេលច្រើនវាអត់មែន load ចំនួន hero នៅក្នុង slot ឲ្យយើងទេវាគឺ load ឈ្មោះ hero នៅក្នុង slot ដូចខ្ញុំបានបង្ហាញអញ្ចឹងដែលវាអត់ប្រយោជន៍ខ្លាំងមែនទែនតែបើយើងដូរវាទៅជា amount វានឹងប្រាប់យើងអំពីចំនួន hero ដែលមាននៅក្នុង slot ចឹងហើយយើងនឹងដឹងថា hero ណាដែលគេទិញអស់និង hero ណាខ្លះដែលមាននៅសល់ក្នុង slot អញ្ចឹងហើយយើងនឹងស្រួលលេងជាងមុនដោយមិនចាំតែដើរឆៃគេទេរឿងបន្ទាប់នោះគឺពាក់ព័ន្ធជាមួយនឹងការរើសកាតក្នុងការរើសកាតខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាជៀសវាងកាតដែលមិនប្រកបឬជាកាតដែល random reward ឲ្យយើងក៏ព្រោះថាការ random reward ពេលខ្លះវាអាចល្អពេលខ្លះវាអាចអាក្រក់ឧទាហរណ៍តែអ្នកទាំងអស់គ្នារៀបចំលេងកាយស៊ីនឡើង2 stake ហើយស្រាប់តែយកចំកាត hero 4កាក់2ផ្កាយយកមកដល់លេងអត់មានចំ synergy មួយសោះហើយអញ្ចឹងយើងមានតែសមាជិកថាគួរតែលុបកាយស៊ីនលេងជាមួយ4កាក់2ផ្កាយហ្នឹងឬក៏លក់4កាក់2ផ្កាយយកលុយដើម្បីបន្តលេងកាយស៊ីនអញ្ចឹងកាតហ្នឹងវាស្មើនឹងអាសាបងតែបើអ្នកនរគ្នាចង់ជៀសវាងរឿងទាំងអស់ហ្នឹងនេះជាកាតអ្នកនរគ្នាគួរតែជៀសវាងធ្វើទៅតែការទាំងអស់នឹងល្អតែពេលច្រើនវាជា random reward ដូចខ្ញុំនិយាយចឹង random ពេលខ្លះល្អពេលខ្លះអាក្រក់អញ្ចឹងហើយពេលខ្លះយើងកំពុងឈ្នះដោយសារកាតហ្នឹងក៏អាចទៅជាចាញ់តែពេលខ្លះយើងកំពុងចាញ់ជាមួយកាតហ្នឹងប៉ះហេងមកយកចំ hero ដែលយើងត្រូវការវាអាចឈ្នះដល់ឥឡូវអស់អីយាយហើយសង្ឃឹមថាធៀបមួយចំនួនទៅតាចនឹងជួយអ្នកនរគ្នាឲ្យបាន better ជាងមុនហើយអ្នកអត់ចេះលេងមើលឲ្យគួរតែចេះណាមិនចេះច្រើនក៏ចេះខ្លះដែរហើយសម្រាប់អ្នកដែលចាំវីដេអូ Commander DG ថ្ងៃស្អែកបានហើយក៏ព្រោះថាឥឡូវនឹងធ្វើបានពាក់កណ្ដាលហើយចុងក្រោយជំរាបសួរអ្នកនរគ្នា Victory was mine before the play commenced. In the name of the wind,